បងប្អូននេះជាវីដេអូទី1ដែលខ្ញុំបាន set up ភ្លើងនៅក្នុងបន្ទប់ដើម្បីរៀនថតវីដេអូបងប្អូនកន្លងមកវីដេអូរបស់ខ្ញុំថតបង្ហាញតែដៃសកម្មភាពពេលខ្ញុំចេញទៅថតទេតែខ្ញុំមានដំណងចង់ថតវីដេអូនៅក្នុងបន្ទប់ដូចជា content creator ផ្សេងដែរប៉ុន្តែខ្ញុំអត់ទាន់មានឱកាសទេខ្ញុំអត់មានភ្លើងថ្ងៃនេះខ្ញុំបានsearch ទៅក្នុង YouTube ដើម្បីទិញប័ណ្ណចិត្តគេថាប័ណ្ណចិត្ត live សម្រាប់ថតនៅក្នុងបន្ទប់ការពិតខ្ញុំមានសោះបុកមួយនេះហើយខ្ញុំទិញថ្ងៃមុនសម្រាប់ថតរូបខ្ញុំនឹងដាក់វីដេអូឲ្យមើលសោះបុកនេះខ្ញុំទិញគឺ90វងវា90សង់ទីម៉ែត្រគឺធំមែនទែននេះខ្ញុំយកទៅប្រើជាមួយនឹងសម្រាប់ប្រើភ្លើងកូដុកBM 600អញ្ចឹងទៅប៉ុន្តែខ្ញុំអត់មានភ្លើងសម្រាប់ប្រើជាមួយសោះបុកនឹងទេសម្រាប់ថតវីដេអូខ្ញុំក៏បើក YouTube មើលខ្ញុំឃើញគេយកអំពូលភ្លើងដែលយើងប្រើក្នុងផ្ទះហ្នឹងឆ្នៃជាមួយនឹងសោះបុកសម្រាប់ប័ណ្ណចិត្តសម្រាប់ភ្លើងថតក្នុងបន្ទប់សម្រាប់ធ្វើ YouTube ខ្ញុំក៏នឹងថាអូក៏ពិតសោះបុកខ្ញុំមានដែរខ្ញុំខ្វះតែភ្លើងតាទៅមកងាកមិញចេញពីធ្វើការខ្ញុំឈៀងទៅទិញភ្លើងអំពូលមូលយើងហ្នឹងទំហំវា20វ៉ាត់ហើយតគូតវាមកហើយខ្ញុំចងពីក្រោយសោះបុកនឹងប្រើតែម្ដងជាទូទៅខ្ញុំអត់មានជំនាញខាងថតវីដេអូកែវីដេអូអីទេខ្ញុំ focus ខ្ញុំបដោតទៅលើតែការថតរូបទេការធ្វើវីដេអូការអីហ្នឹងខ្ញុំធ្វើបន្ទាប់បន្សំតិចតួចកែតិចតួចបំផុតដើម្បីធ្វើវីដេអូខ្លីៗផុសឲ្យបងប្អូនមើលពីសកម្មភាពកន្លងមកដែលខ្ញុំថតរូបប៉ុន្តែខ្ញុំមានអំណងថាចង់សិក្សាអំពីវីដេអូយូរហើយវីដេអូនេះជាវីដេអូទី1ដែលខ្ញុំថតនៅពេលយប់នៅផ្ទះឲ្យបងប្អូនមើលតែម្ដងហើយចាំមើលផុសវីដេអូនេះទៅជាមួយបងប្អូនជួយ comment ផងតើគុណភាពយ៉ាងម៉េចបាទពិតជានិយាយស្មោះត្រង់ទៅទាក់ទងនឹងវីដេអូខ្ញុំ0តែម្ដងអត់ចេះទេខ្ញុំកំពុងថតនេះខ្ញុំប្រើកាមេរ៉ារបស់ខ្ញុំSony M4 Sony M4 ហើយខ្ញុំប្រើជាមួយ lens Sigma 24-7ហើយកំពុងតែថតនេះគឺខ្ញុំប្រើជាមួយទូរស័ព្ទសម្រាប់ remote គឺខ្ញុំប្រើ aperture 2.8 ហើយនឹង shutter speed 1/50ព្រោះខ្ញុំថតយកនេះគឺ25 frame per second ស្អីចេះទៅនៅវីដេអូអត់ចេះហើយ ISO ដោយសារខ្ញុំភ្លើងនេះវាភ្លឺតិចដែរ ISO គឺខ្ញុំឡើងដល់2000ហើយថតដោយប្រើ S-Log 3បងប្អូន S-Log 3ខ្ញុំចេះតែមើល YouTube ទេអញ្ចឹងរៀនវាស្រួលកែខ្ញុំមិនដឹងថាកែយ៉ាងម៉េចទេខ្ញុំអានេះជាវីដេអូទី1បង្ហាញបងប្អូនហើយសប្បាយចិត្តដែលបានមានភ្លើងថតអញ្ចឹងខ្ញុំមានដំណងថាចង់បានភ្លើងបែបនេះសម្រាប់ជជែកលេងជាមួយបងប្អូនធ្វើវីដេអូឆ្លើយសំណួរទាក់ទងនឹងការថតរូបដើម្បីចែករំលែកនេះជាគំនិតរបស់ខ្ញុំតាំងពីដើមមកខ្ញុំចង់មានភ្លើងថតនៅក្នុងបន្ទប់អញ្ចឹងយូរហើយចៃដន្យហើយខ្ញុំមានរបស់ប្រើប្រាស់ហើយខ្ញុំខ្វះតែភ្លើងមួយមុខទៀតប៉ុន្តែភ្លើង20វ៉ាត់នេះវាដូចជាមិនសូវភ្លឺប្រហែលទេហើយនៅក្នុងបន្ទប់នេះខ្ញុំមានទូចនេះខ្ញុំមានពូលទូច2ហ្នឹងខ្ញុំអត់បានបិទទេខ្ញុំទុកទាំងពីរដោយសារភ្លើងនេះក៏វាមិនសូវខ្លាំងដែរអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេហើយជួយ comment ផងបងប្អូនឃើញវីដេអូនេះយ៉ាងម៉េចជួយឲ្យខ្ញុំបានកែលម្អព្រោះអត់សូវដែរគឺមិនងាយនឹងថតវីដេអូពេលយប់នៅផ្ទះអញ្ចឹងណាប៉ុន្តែក៏ពិតចង់យូរហើយបាយ